hai con nhom sợ con nhom nó bạc kê na lốp ba chục này đó hay mình lốp chăn lốp xi vậy hai nhom cướp ba trang bỏ cái ประจายអតិកាដល់លបួងប្អូនស្រីជាអនិច្ចជនអាយុមិនទាន់ដល់14ឆ្នាំស្រួល4ផងបែរជាលបួងទៅចាប់ខ្សែសន្តិវៈ បកដៃហើយខ្ញុំទៅពេលហើយទៅមុខអាកន្លែងជុំអសនោះទៅពេលហើយក៏ទាញដៃចូលខ្ញុំហ្មង គាត់គាត់ថាប្រាប់ខ្ញុំថាទៅពេលទៅគាត់ជិះទៅផ្ទះខ្ញុំវិញទៅដល់គាត់ថាខ្ញុំថាចាំយកកញ្ចប់យកកញ្ចប់ទៅរួចខ្ញុំក៏ឆ្ងល់ថារឿងហ្នឹងអត់ខ្ញុំអត់ដឹងរឿងអីទេបាទ អត់ដឹងរឿងថារឿងហ្នឹងកូនហ្នឹងកើតហេតុដល់ដល់ថ្នាក់ហ្នឹងទេគ្រាន់តែខ្ញុំប៉ុណ្ណឹងខ្ញុំចាប់បានរឿងឆាតទេ ចាប់បានរឿងឆាតណាមី ចាមិនហើយរឿងក្តីកូនខ្ញុំគាត់ថាគេទៅហើយទៅដល់ព្រៃវែងហើយថាចេះ បាទ ព្រោះខ្ញុំចាំមើលដល់រួចទៅខ្ញុំក៏ចាំមើលតែគាត់ថាកងតែគេធ្វើឲ្យទេកូនខូចខាតហើយយក1000យកអត់ យកអត់ ចាតែខ្ញុំចម្លើយខ្ញុំថាអត់យកទេខ្ញុំសុំដាក់ពាក្យប្តឹង សុំដាក់ពាក្យប្តឹង ចង់សូមឲ្យសម្ដេចមកជួយ បាទ ជួយកូនចៅធ្វើម៉េចចាប់ឲ្យបានទោះទៅដល់ពេលណាក៏ដោយ បាទ សូម ខ្ញុំចង់ឲ្យលោកជំទាវហ៊ុនស៊ីណាតសូមជួយគ្រួសារខ្ញុំផងខ្ញុំពិបាកណាស់ខ្ញុំសម្ពាធពីបងប្អូនវា បាទ សត្វតែក្មួយខ្ញុំយកមកប្រកែនសួរថាក្មេងប៉ុណ្ណឹងគេចេះដឹងឲ្យវា បាទ ខ្ញុំខឹងណា បាទ ខ្ញុំខ្មាស់គេខ្ញុំទៅអាម៉ាស់រាល់ថ្ងៃ បាទ សុំអ្នកដែលកាន់ជើងលោកនឹងសុំឲ្យដឹងខ្លួនខ្លះទៅ បាទ សុំជំទាវហ៊ុនស៊ីណាតជួយខ្ញុំ ចឹងមិនមែនតែត្រឹមមានរឿងដែលចាប់ក្មេងដោយបង្ខំនេះហើយថែមទាំងសាច់ញាតិគេចំអកលត់លើយមកដល់អ៊ំស្រីទៀត លក់លើយទៀត គេចំអកលត់លើយបែបយ៉ាងណាខ្លះអ្នកមីង សិតតែយកមកប្រកែនគេ មកគេ ប្រកែនជាលើកជាសងជាសក្រាចសងណា បាទបាទ ចាជាសក្រាចគេហៅថាសក្រាចគេមិនហៅអាសក្រាចទេ បាទបាទ ចា បាទសូមគោរពនិងជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីថ្ងៃនេះគឺខ្ញុំបានមកដល់វត្តព្រែកដើមថ្នាំងដែលស្ថិតនៅខេត្តព្រៃវែងគឺមកនេះគឺមានករណីស្គ្រាចដែលប្រព្រឹត្តទៅខុសនឹងធម៌វិន័យរយៈពេល1ខែហើយមិនទាន់មានដំណោះស្រាយនៅឡើយទេដែលប្រព្រឹត្តទៅលើក្មេងស្រីជាអនិច្ចជនហើយគ្រួសារជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ហើយដែរហើយរយៈពេល1ខែមិនទាន់បានលើកដំណឹងនៅឡើយទេហើយចំណែកប្រជាអធិការវត្តព្រែកដើមថ្នឹងទើបឡើងកាន់តំណែងរយៈពេលប្រហែល1ឆ្នាំនេះបន្ទាប់ពីគ្រួសារជនរងគ្រោះដាក់ពាក្យបណ្ដឹងមកបានកិច្ចខ្លួនបាត់ស្រមោលតែម្ដងហើយគ្រួសារជនរងគ្រោះក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងថាប្រជាអធិការនេះបើរត់កិច្ចខ្លួនទី1ទៅច្រកប៉ោយប៉ែតនិងប្រទេសថៃដោយសារប្រជាអធិការគឺទើបតែមកពីប្រទេសថៃទេប្រជាអធិការចាស់សុកចិនចុះចេញពីតំណែងដើម្បីឲ្យប្រជាអធិការទើបឡើងតំណែងថ្មីនេះឡើងកាន់តំណែងជាប្រជាអធិការឡើងកាន់តំណែងជាប្រជាអធិការមិនទាន់បានរយៈពេល1ឆ្នាំផងក៏កើតរឿងអាស្រូវជាមួយក្មេងស្រីជាអនិច្ចជនលបួងក្មេងស្រីសេពសន្តិវៈខុនទៅនឹងធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធហើយនៅបន្តិចទៀតនេះយើងនឹងទៅសម្ភាសសាកសួរជាមួយក្មេងស្រីជនរងគ្រោះក៏ដូចជាឪពុកម្ដាយខាងជនរងគ្រោះផងដែរបាទជំរាបសួរបងអូនស្រី វាសួរបង ដោយសារមកថ្ងៃនេះគឺមានរឿងអយុត្តិធម៌ចំពោះបងអូនស្រីរឿងអយុត្តិធម៌ហ្នឹងគឺរឿងការសេពសន្តិវៈរបស់ប្រជាអធិការចាប់បងអូនស្រីតាំងពីថ្ងៃណាមក តាមពីថ្ងៃ17ខែ10 ខែ10ឆ្នាំ2024ហ្នឹង ចា ហើយការប្រជាអធិការចាប់នេះគឺចាប់នៅណាចាប់នៅក្នុងវត្តនេះឬនៅណាដែរ នៅក្នុងវត្ត នៅក្នុងវត្តនឹងតែម្ដង ចា ហើយនៅថ្ងៃនោះគឺត្រូវនឹងថ្ងៃអីដែរបានប្រជាអធិការដល់លបួងប្អូនស្រីជាអនិច្ចជនអាយុមិនទាន់ដល់14ឆ្នាំស្រួល4ផងបែរជាលបួងទៅចាប់ខ្សែសន្តិវៈ ថ្ងៃហ្នឹងពេលហ្នឹងមិត្តភក្តិខ្ញុំសង្សារវាមួយយើដល់ពេលហើយខ្ញុំក៏មកតាមវាហើយមិត្តភក្តិមួយទៀតហ្នឹងឆាទៅលោកហ្នឹងថាខ្ញុំហ្នឹងមកហើយព្រោះវាជួបទៅដល់ពេលហើយជួបទៅដល់ពេលហើយខ្ញុំមកដល់ឡើងកន្លែងគៀនគាត់ឡើងគៀនគាត់ទៅខ្ញុំក៏មកអង្គុយលេងឡើងហ្នឹងហើយមិត្តគាត់ហ្នឹងឆាមិត្តភក្តិខ្ញុំថាឲ្យអ្នកណាចូលមកដល់ពេលហើយមិត្តភក្តិខ្ញុំថា
ចូលទៅគ្រូអញទេដល់ពេលហើយខ្ញុំក៏ចូលដល់មុខឡើងនេះគាត់គាត់ឡើងចាប់អោបខ្ញុំហើយអញ្ចឹងខ្ញុំហើប្រាស់រួចហើយគាត់ថាដើរចូលក្នុងបន្ទប់យកឲ្យមកផ្លែតហើយដល់ពេលអញ្ចឹងគាត់បក់ដៃហៅខ្ញុំដល់ពេលហើយខ្ញុំទៅមុខកន្លែងជើងអសនោះដល់ពេលហើយគាត់ទាញដៃចូលខ្ញុំហ្មង ទាញដៃចូលទៅហើយពេលមិត្តភ័ក្តិដែលមកជាមួយពេលគណៈដែលអតីតប្រជាអធិការចាប់អូនស្រីហ្នឹងមិត្តភ័ក្តិផ្សេងទៀតគាត់ទៅណាដែរ គាត់នៅគៀននេះ នៅគៀននេះហើយគាត់បានឃើញដែលអតីតប្រជាអធិការចាប់អូនស្រីហ្នឹងឯងឬយ៉ាងណាដែរ អត់ឃើញទេ អត់ឃើញទេ ចា ហើយពេលនេះទៅបានក៏ចាប់បានសេពសន្តិវៈក៏បានសម្រេចទៅ ចា ហើយរយៈពេលប្រហែលថ្ងៃប្រហែលអាទិត្យបានទម្រាំតែប្អូនស្រីផ្ដល់ដំណឹងនេះជូនឪពុកម្ដាយ ថ្ងៃទី11ខែ11 ខែ11មូលហេតុអីបានប្អូនស្រីដាច់ចិត្តទម្លាយរឿងនេះជូនឪពុកម្ដាយ ពេលហ្នឹងខ្ញុំទៅរៀនហើយម៉ែខ្ញុំមិនដឹងចូលមកទេគាត់ចូលខោខ្ញុំដល់ពេលចូលខោខ្ញុំហើយលោកតែមកទៅគាត់ឲ្យចាយខ្ញុំហ្នឹងមួយទៀតហ្នឹងគាត់ឆាយទៅឃើញខ្ញុំលេងសារសមួយលោកហ្នឹង ហ្នឹង ចា ហើយលេងហើយក៏មានវាជ្រួសទៅអញ្ចឹងទៅ ចា ហើយមុនហ្នឹងដល់ការចាប់អីផ្សេងហ្នឹងមានការលួងលោមបែបណាខ្លះតម្រាំតែមកជាប់អន្ទាក់អតីតបច្ចេកអធិការនៅវត្តព្រែកដាំថ្នាំងនេះ គាត់លួងលោមគាត់ឲ្យរបស់គាត់ឲ្យចន្លែលើលៀបឃ្លៀកម្សៅក្រែមមកកាយេហើយនឹងកាត់ទូរស័ព្ទ ហ្នឹង ចា អញ្ចឹងលួងលោមតាំងពីដើមមកគឺលួងលោមគ្រប់សពបែបយ៉ាងបងប្អូនណា ចា ហើយការចាប់នេះបងប្អូនមកដោយស្ម័គ្រចិត្តខ្លួនឯងឬក៏មានការបង្ខិតបង្ខំពីខាងប្រជាអធិការដែលរត់គេចខ្លួននេះ ពេលហ្នឹងខ្ញុំមកហើយមកដល់ហ្នឹងមិត្តភក្តិខ្ញុំថាហាញទៅគ្រូអញទេអញ្ចឹងខ្ញុំក៏ដើរចូលទៅ មកហ្នឹងមកក្នុងពិធីអីដែលពេលថ្ងៃដែលបងប្អូនមកដែលរហូតដល់ប្រជាអធិការដែលចាប់ទៅជ្រោះហ្នឹង ខ្ញុំមកជូនមិត្តភក្តិខ្ញុំជួបដល់ពេលហើយខ្ញុំមានម្ដងជួបគាត់ទេ អញ្ចឹងពេលចាប់ពីថ្ងៃហ្នឹងមកក៏បានជ្រោះជាមួយប្រជាអធិការហ្នឹងតែមកលើកហ្នឹងទេបងប្អូនណា ចា ហើយក៏បានសម្រេចអញ្ចឹងទៅ ចា ហើយឥឡូវអ្នកមេងត្រូវជាអាណាព្យាបាលរបស់ប្អូនស្រីបន្ទាប់ពីដឹងរឿងរ៉ាវកូនរបស់អ្នកមេងជ្រោះជាមួយប្រជាអធិការដែលទើបឡើងកាន់តំណែងថ្មីនៅវត្តព្រែកដាំថ្នាំងនេះពេលដឹងដំណឹងហើយអ្នកមេងមានដាក់ពាក្យបណ្ដឹងទៅខាងណាហើយអ្នកមេង ខ្ញុំដាក់ពាក្យបណ្ដឹងទៅសាលាស្រុក សាលាស្រុក ចា ហើយមកដល់ឥឡូវនេះបានរយៈពេលប្រហែលថ្ងៃហើយ មួយខែជាងហើយ មួយខែជាង ចា ហើយនៅខាងសាលាស្រុកគេមានដំណោះស្រាយយ៉ាងម៉េចជូនអ្នកមីង អត់ទាន់ឃើញគាត់ឲ្យចាំសិន ឲ្យចាំរយៈពេលប្រហែលថ្ងៃប្រហែលអាទិត្យហើយ វាតាំងពីថ្ងៃទី13ហ្នឹងមករហូត បាទដោយសារនៅព្រឹកមិញនេះដោយសារបានលើដំណឹងថាអ្នកមេងបន្ទាប់ពីកើតរៀងភ្លាមនេះក៏ដូចមានការចរចាពីតម្លៃ ពីតម្លៃ អាហ្នឹងចរចាពីខាងណាដែរអ្នកមេង ខាងពីលោក ខាងពីលោក ចា ហើយពីណាគេអ្នកទៅចរចា បលេស ប៉ូលីស ចា មូលហេតុអីបានប៉ូលីសទៅចរចារឿងតម្លៃ ពីមុនដំបូងខ្ញុំឲ្យឆាតហ្នឹងទៅឲ្យគាត់មើលថាសមអត់កូនយ៉ាងដល់ពេលទៅគាត់ឲ្យខ្ញុំយ៉ាងហើយដល់ពេលទៅខ្ញុំឲ្យមើលទាំងអស់គ្នាទៅគាត់តាំងគាត់ទៅនៅមួយផ្លែតដល់ពេលទៅនៅមួយផ្លែតប្រហែល5-10នាទីយ៉ាងគាត់លោកហ្នឹងក៏មិនលុបឆាតនឹងចោល បាទ ដល់ពេលមិនលុបឆាតនឹងចោលហើយគាត់ក៏ថាប្រាប់ខ្ញុំថាដល់ពេលទៅគាត់ជិះម៉ូតូទៅផ្ទះខ្ញុំវិញទៅដល់គាត់ថាខ្ញុំថាចាំយកកញ្ចប់យកកញ្ចប់ទៅព្រោះខ្ញុំក៏ឆ្ងល់ថារឿងហ្នឹងអត់ទាន់ខ្ញុំអត់ទាន់ដឹងរឿងអីទេ បាទ អត់ទាន់ដឹងរឿងថារឿងហ្នឹងកូនហ្នឹងកើតហេតុដល់ដល់ថ្នាក់ហ្នឹងទេគ្រាន់តែខ្ញុំប៉ុណ្ណឹងខ្ញុំចាប់បានរឿងឆាតទេ ចាប់បានរឿងឆាតណាមីង ចា ណាពេលចាប់បានរឿងឆាតហើយចាប់ផ្ដើមមានខាងថ្នាក់ណាខាងប៉ូលីសខាងអីគេទៅចរចាតម្លៃចំនួនខាងដឹកប្រជាអធិការហ្នឹង ចាចា តតម្លៃហ្នឹងគេឲ្យយើងប្រមាណដែរ គាត់ថាកូនខូចខាតហើយយក1000យកអត់ យកអត់ ចាតែខ្ញុំចម្លើយខ្ញុំថាអត់យកទេខ្ញុំសុំដាក់ពាក្យប្តឹង សុំដាក់ពាក្យប្តឹង ចា ហើយឥឡូវមកដល់រយៈពេលចូលមួយខែ 5ថ្ងៃហើយ មួយខែ5ថ្ងៃហើយ ចា ហើយចំណែកខាងមន្ត្រីប៉ូលីសដែលដាក់ពាក្យប្តឹងគាត់បានចម្លើយផ្ដល់ឲ្យអ្នកមីងវិញយ៉ាងម៉េច អត់មានតាំងពីនោះមកព្រោះសួរទៅគាត់ថាកតាស់ដល់តឡាការហើយដល់ប្រវែងហើយកតាស់ដល់ប្រវែងហើយតែសងៃនឹងអត់មានថាកូនចៅបងប្អូនណាឬប៉ូលីសណាទៅសួរខ្ញុំអីទៀតទេ បាទ ស្ងាត់បាត់ទៅថ្ងៃហ្នឹង ស្ងាត់បាត់សូន ចា ដំណឹងតែម្ដង ចា ហើយចំពោះខាង
បងប្អូនសាច់ញាតិគេមានមកនិយាយមកពិភាក្សាអីជាមួយយើងឬ អត់មានទាំងអស់មានតែផ្លែផ្កាថាកូនខ្ញុំហ្នឹងយកខ្លួនយកមកឲ្យលោកបើយកឲ្យគេមិនឆាន់ថាយកមកប្រគេនលោក យកមកប្រគេនលោក យកមកប្រគេនលោក អូដល់អញ្ចឹងទៀត ចាដល់អញ្ចឹង បាទ យកមកឲ្យគេមិនដល់គាត់ឲ្យគេមិនឆាន់មិនអាហ្នឹងសាច់រឿងពីបងប្អូនគេអ្នកថាមកផ្លែផ្កាមកឲ្យកូនខ្ញុំវិញ បាទបងប្អូនលោកហ្នឹងអ្នកនៅស្រុកភូមិព្រែកដាំថ្នាំងហ្នឹងតែម្ដងរឿង ចា នេះយ៉ាង នៅ ណាដែរ ភូមិព្រៃដំណឹងស្រុកសិទ្ធិកដាហ្នឹងហ្មង សិទ្ធើកដាលហ្នឹងតែ ចា ម្ដងបង ចា ប្អូនប្រិយមិត្តបាទបងប្អូនប្រិយមិត្តទស្សនិកជននេះគឺសម្ដីរបស់ម្ដាយជនរងគ្រោះបានឆ្លើយតបមកកាន់អង្គភាពសារព័ត៌មានដែលមក live បន្តផ្ទាល់នៅកន្លែងកាត់ហេតុនៅវត្តព្រែកដើមថ្នាំងឃុំសិទ្ធើកណ្ដាលស្រុកសិទ្ធើកណ្ដាលខេត្តព្រៃវែងតែម្ដងបងប្អូនកន្លែងនេះយើងរៀងសគាត្រជាបន្តិចបើយើងស្ដាប់ទៅចំពោះព្រះសង្ឃដែលពាក់ស្បង់ស្បៃត្រៃជីវរទោះបីជាស្ត្រីមកដោយស្ម័គ្រចិត្តក៏ដោយមិនស្ម័គ្រចិត្តក៏ដោយក្នុងនាមយើងជាព្រះសង្ឃយើងមិនអាចទៅប៉ះពាល់ឬទៅរួមមេត្រីឬទៅសេពសន្តិវៈអីផ្សេងជាមួយស្ត្រីបានទេសូម្បីតែសត្វឆ្កែសត្វពាហនៈផ្សេងបងប្អូនប្រិយមិត្តហើយឥឡូវនេះដោយសារដាក់ពាក្យបណ្ដឹងនេះក៏វារយៈពេលមួយខែជាងហើយដែរហើយក៏មិនទាន់បានយុត្តិធម៌ជូនគ្រួសារអ្នកមីងផងដែរហើយអ្វីដែលអ្នកមីងចង់បានហ្នឹងអ្នកមីងចង់បានបែបម៉េចជូនមកដល់កូនអ្នកមីងវិញ ខ្ញុំចង់បានរៀបទៅធွာកូនខ្ញុំវិញ ជូនបែបយុត្តិធម៌បែបម៉េច ខ្ញុំចង់ឲ្យជាប់គុក ជាប់គុកហើយជាប់គុកហ្នឹងជាប់ឲ្យតាមចាប់លោកជាប់គុក ចាតាមចាប់លោកឲ្យមកដោះស្រាយមកជាប់គុកហ្មងព្រោះខ្ញុំ បើសិនឧទាហរណ៍ខាងសាច់ញាតិក៏ដូចជាក្រុមគ្រួសារខាងបុគ្គលមកខាងទៀតដែលបានប្រព្រឹត្តគេចង់មកសងជំងឺចិត្តជូនអ្នកមីងក៏ដូចជាជូនមកដល់កូនស្រីអ្នកមីងអាចចរចាឬសងជំងឺចិត្តពីថវិកានឹងអីបានចរចាជាមួយគ្រួសារគាត់បាន ខ្ញុំអត់ចរចាទេព្រោះខ្ញុំទុកពេលឲ្យមួយខែជាងហើយពេលមានណាចូលមកចរចាមួយខ្ញុំទេ អញ្ចឹង ចា រយៈពេល1ខែហើយគឺអត់មានពាក្យចរចាអីពីបងប្អូនសាច់ញាតិជនរងគ្រោះទេមានតែពាក្យឌឺដងបន្ថែមអញ្ចឹងអ្នកមីងណា ចាមានពាក្យឌឺដងបន្ថែមឲ្យកូនខ្ញុំ មានពាក្យឌឺដងបន្ថែម ចា ហើយដូចលើអ្នកមីងបានមានប្រសាសន៍ដែរថាបន្ទាប់ពីមានរឿងភ្លាមនោះប្រសង់ជាប្រជាអតីតបុគ្គលហ្នឹងធ្លាប់ទៅសម្របសម្រួលជាមួយអ្នកមីងទៅដល់ផ្ទះដែរអានឹងសម្របសម្រួលយ៉ាងម៉េចដែរអ្នកមីង ពាក្យថាសុំទោសនាំកូនសិស្សលោកទៅ2នាក់អត់មាននាំបងប្អូនទៅទេ អត់មាននាំទេ ចាអត់មាននាំទេ កូនសិស្សលោកមកពីណាកូនសិស្សលោកអ្នកកូនសិស្សទូចតាទេឬក៏អ្នក កូនសិស្សទូចទេ អញ្ចឹង កំឡោះមើម កំឡោះតែម្ដង ចាចំទួង ទៅសុំទោសអ្នកមីងទៅដល់ផ្ទះនឹងតែម្ដង ផ្ទះនៅក្រោមផ្ទះហ្មង ហើយលោកមានបានមានសង្ឃដីកាអ្វីខ្លះទៅកាន់អ្នកមីង លោកអត់មានសង្ឃនិកាអីទេលោកដឹងថាលោកទទួលកំហុស បាទលោកទទួលកំហុសអ្នកមីងណា ចា ហើយឮថាមុននឹងអ្នកមីងមិនទាន់ដាក់ពាក្យប្តឹងហ្នឹងគឺប្រជាអធិការគឺនៅឆាន់នៅបបរអីនៅវត្តនៅឡើយឯង ឆាន់បបរនៅវត្តម៉ោង7ព្រឹក នៅ7ព្រឹកនៅវត្តនៅឡើយ ចា ហើយបន្ទាប់ពីឮថាអ្នកមីងប្តឹងហើយគុណម្ចាស់បែរ សុំលោកតាវត្តហើយដំណឹងនឹងចាស់នឹងទៅកំពង់ចាមថាធ្វើកុំព្យូទ័រ កុំព្យូទ័រ ចា តាំងពីថ្ងៃសុំមកដល់ឥឡូវនេះគឺរយៈពេល1ខែ5ថ្ងៃគឺបាត់សមោលតែម្ដង អញ្ចឹងដំណឹងនេះវាឡើងស្ងាត់សូន្យតែម្ដងបងប្អូនប្រិយមិត្តទស្សនិកជនហើយ ថាទៅដល់ស្នងការស្រុកមកយ៉ាងឥឡូវ ដល់ខ្ញុំតែសួរគេថាដល់តឡាការ ដល់តុលាការ ចា ខាងណាគេអ្នកប្រាប់ ខាងព្រៃវែង ខាងព្រៃវែងខាងប៉ុស្តិ៍ព្រៃវែងឬយ៉ាងម៉េច ខ្ញុំស្គាល់ដែរ អត់ស្គាល់ទេ ព្រោះប៉ូលីសអ្នកនាំខ្ញុំទៅប៉ូលីសសុខសិទ្ធិកតាអ្នកនាំខ្ញុំទៅ ប៉ូលីសអ្នកនាំទៅតែម្ដង ចា ហើយកាលអ្នកមីងដាក់ពាក្យប្តឹងដាក់ពាក្យនៅណានៅប៉ុស្តិ៍នៅណា កន្លែងទីស្រុកយើងនេះកន្លែងប៉ុស្តិ៍យើងនេះ ប៉ុស្តិ៍ ចាប្រុកប៉ុស្តិ៍សិទ្ធិកតានេះអីនេះស្នងការហ៎ហ្នឹងហើយស្នងការស្រុក ដាក់បានដាក់ពាក្យទៅដល់ស្នងការស្រុកទៀតហើយស្នងការស្រុករយៈពេល1ខែ5ថ្ងៃហើយ
មិនទាន់បានលទ្ធផលជូនជនរងគ្រោះនៅឡើយហើយចំណែកជនបង្កក៏ដូចជាជនដែលប្រព្រឹត្តរំលោភក៏ដូចសេពសន្តិវៈមកលើជាក្មេងអនិច្ចជនហ្នឹងក៏បានរត់បាត់ស្រមោលផងដែរហើយដាក់ពាក្យត្បូងបច្ច័យអធិការគង់នៅនឹងហីខ្ញុំថ្ងៃខ្ញុំដាក់ពាក្យចៅអធិការគង់នៅនឹងឆាន់ប្រខ្ញុំទៅដាក់ពាក្យចៅអធិការទៅដែរចាទៅពេលនេះទៅចេញទៅស្របគ្នាតែម្ដងហើយមូលហេតុអីបានដឹងថាអ្នកមីងទៅដាក់ពាក្យខ្ញុំអត់ដឹងទេព្រោះគ្រាន់ថាពីខ្ញុំពីល្ងាចហ្នឹងខ្ញុំថាខ្ញុំប្រាប់ប៉ូលីសគេថាខ្ញុំដាក់ពាក្យបដិងដល់ពេលព្រលឹមឡើងខ្ញុំយកកូនខ្ញុំទៅស្រែកដាក់គ្រូនឹងចេញអំពើធ្វើស្នេហ៍ដាក់កូនខ្ញុំចារួចដល់ពេលយ៉ាងហើយខ្ញុំក៏យកកូនខ្ញុំស្រែកដាក់រួចគាត់ក៏តែប្រាប់ខ្ញុំថាអ្នកឯងដាក់ពាក្យបដិងឯងខ្ញុំថាខ្ញុំដាក់ពាក្យបដិងខ្ញុំដាក់ដល់ពេលទៅអត់ដឹងមិនទេលោកហ្នឹងក៏ស្វែងគុំលោកសង្កេតចាស់ហ្នឹងសុំចាញ់ទៅកំពង់ចាម2ថ្ងៃថាទៅធ្វើ report ទៅធ្វើអីហ្នឹងធ្វើកុំព្យូទ័រណាចាកុំព្យូទ័ររយៈពេល2ថ្ងៃចាហើយមកដល់ឥឡូវនេះគឺរយៈពេល1ខែ5ថ្ងៃហើយបានរត់ក៏ដូចជានិមន្តចេញពីវត្តបាត់ស្រមោលតែម្ដងបងប្អូនប្រិយមិត្តទស្សនិកជនអានេះអញ្ចឹងយើងថាបុគ្គលសង្ឃតែម្នាក់ស្អុយឡើងពេញមកវត្តព្រែកដើមថ្នាំងនេះតែម្ដងអញ្ចឹងបងប្អូនប្រិយមិត្តក៏ដូចជាឧបាសកឧបាសិកាបុគ្គលដែលអាក្រក់នឹងរត់ទៅបាត់ហើយកុំភ្លេចដែលប្រសងដែលព្រះអង្គមិនដឹងអីជួយយកចង្ហាន់យកអីមកប្រគេនផងកុំតែបុគ្គលអាក្រក់តែមួយអត់ចង្ហាន់លោកមកវត្តហ្នឹងចប់ហើយអញ្ចឹងបើថាបើស្អប់តែបុគ្គលម្នាក់បានហើយកុំស្អប់បុគ្គលប្រសងពេញមកវត្តប្រយ័ត្នដាច់ចង្ហាន់ហើយខាងនេះគឺលោកពូជាស្វាមីបាទបន្ទាប់ពីកើតរឿងហើយលោកពូមានចិត្តក៏ដូចជាចង់បានយុទ្ធធម៌បែបម៉េចជូនកូនស្រីមកវិញលោកពូខ្ញុំចង់សូមឲ្យសម្ដេចមកជួយជួយកូនចៅធ្វើម៉េចចាប់ឲ្យបានទោះទៅដល់ពេលណាក៏ដោយបាទសូមខ្ញុំសម្ដេចទុកបាទជួយបងប្អូនប្រិយមិត្តនេះគឺជាប្អូនស្រីជនរងគ្រោះជាអនិច្ចជនអាយុមិនទាន់ដល់14ឆ្នាំនៅឡើយទេបានចាញ់លបួងបានបុគ្គលឈ្មោះអោកសារ៉េតជាព្រះចៅអធិការទើបឡើងកាន់តំណែងវត្តព្រែកដើមថ្នាំងរយៈពេលទើបតែ1ឆ្នាំទេហើយបើតាមប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទនៅវត្តនេះថាព្រះចៅអធិការចាស់ដែលចុះចេញពីតំណែងព្រះចៅអធិការមិនដែលមានរឿងមានអីសោះហើយដោយហេតុព្រះចៅអធិការគាត់មានជារាត្រុតត្រោមក៏និមន្តទៅយកប្រសង់ដែលឈ្មោះអោកសារ៉េតពីប្រទេសថៃដើម្បីមកជួយការងារដើម្បីកសាងនៅវត្តព្រែកដើមថ្នាំងហើយមិនទាន់ឡើងកាន់តំណែង1ឆ្នាំស្រួលបួលផងបែរជាមានរឿងក្រូតក្រៀតរឿងมันគប់បីពេញវត្តពេញស្រុកពេញភូមិស្អុយឈ្មោះពេញវត្តព្រែកដើមថ្នាំងតែម្ដងបងប្អូនប្រិយមិត្តទស្សនិកជនហើយឥឡូវនេះយើងនឹងសម្ភាសសាកសួរជាមួយពុទ្ធបរិស័ទអញ្ជើញមកច្រើនណាបងប្អូនប្រិយមិត្តមកចូលមកសម្ដីប៉ិតជំរាបសួរអ៊ំស្រីជំរាបសួរខ្ញុំចង់ឲ្យលោកជំទាវហ៊ុនស៊ីណាតសូមជួយគ្រួសារខ្ញុំផងខ្ញុំពិបាកណាស់ខ្ញុំសម្ពាធពីបងប្អូនវាសត្វតែក្មួយខ្ញុំយកមកប្រកែនសួរថាក្មេងប៉ុណ្ណឹងគេចេះដឹងឲ្យវាខ្ញុំខឹងណាខ្ញុំខ្មាស់គេខ្ញុំទៅអាម៉ាស់រាល់ថ្ងៃសុំអ្នកដែលកាន់ជើងលោកដឹងសុំឲ្យដឹងខ្លួនខ្លះទៅសុំជំទាវហ៊ុនស៊ីណាតជួយខ្ញុំចឹងមិនមែនតែត្រឹមមានរឿងដែលចាប់ក្មេងដោយបង្ខំនេះហើយថែមទាំងសាច់ញាតិគេចំអកលក់លើយមកដល់អ៊ំស្រីទៀតលក់លើយទៀតគេចំអកលក់លើយបែបយ៉ាងណាខ្លះអ្នកមីងសិតតែយកមកប្រកេនគេមកប្រកេនជាលើកជាសងជាសក្តិសងណាចាជាសក្តិគេហៅថាសក្តិគេមិនហៅអាសក្តាទេចាបាទបងប្អូនទស្សនិកជននេះគឺជាសាច់ញាតិខាងជនរងគ្រោះកំពុងតែកើតទុកមិនសុខចិត្តទៅលើត្រូវជាអ៊ំកើតពេលមួយខែជាងហ្នឹងលើដល់ខាងក្រសួងធម្មការខាងមន្ត្រីសង្ឃខាងអីគេមានគ្មានលោកណាមន្ត្រីសង្ឃណាមកសួរនៅអត់មានតែម្ដងចា
ខ្ញុំនៅផ្ទះខ្ញុំចាំមើលថាលោកណាមានលោកណាអស់លោកណាមកសួរខ្ញុំអត់មានសោះ អត់មានតែម្ដងសំបីតែមន្ត្រីសង្ឃក៏ដូចជាមន្ទីរធម្មការខេត្តអីអត់មានតែម្ដង អត់មានសោះ អត់មានចុះមកដោះស្រាយបញ្ហាដែលប្រសង់ដែលនេះមានឈ្មោះអោកសារ៉េតជាប្រជាអធិការទៅឡើងកាន់តំណែងរយៈពេល1ឆ្នាំនេះដែលនិមន្តមកពីប្រទេសថៃហើយបន្ទាប់ពីឡើងកាន់តំណែងមកបែរជាមានរឿងអាស្រូវប្រងព្រាតពេញវត្តព្រែកដាំថ្នឹងធ្វើឲ្យភិក្ខុសាមណេរនៅក្រោមអាវ៉ាតអាម៉ាស់មុខជាខ្លាំងបងប្អូនប្រិយមិត្តនេះគ្រាន់តែបុគ្គលសង្ឃតែមួយអង្គឯងធ្វើឲ្យអាម៉ាស់មុខទៅដល់ភិក្ខុសាមណេរក្រោមអាវ៉ាតក៏ដូចជាពុទ្ធបរិស័ទនៅវត្តព្រែកដើមថ្នឹងនេះតែម្ដងបងប្អូនប្រិយមិត្តអញ្ចឹងអ៊ំស្រីគឺកើតទុកមិនសុខចិត្តមិនត្រឹមតែកើតរឿងអាស្រូវតែប៉ុណ្ណាថែមទាំងបងប្អូនសាច់ញាតិគេចំអកលើទៀតអ៊ំណា ចាសំអកលក់លើយមិនឃើញគ្នាដើរពេបជ្រៃរិះគន់ចាខ្ញុំទូថាភាពអាម៉ាស់ខ្ញុំទូមកខែជាងខ្ញុំទ្រាំខ្ញុំថាខ្ញុំទ្រាំ បាទ អូនថាបងទ្រាំខ្ញុំទ្រាំតោះថាថ្ងៃហ្នឹង បាទនេះគឺជាសម្ដីអ៊ំស្រីរបស់ក្មេងស្រីជនរងគ្រោះក៏ដូចជាឪពុកម្ដាយក៏ដូចជាប្អូនស្រីកំពុងនៅវត្តព្រែកដើមថ្នឹងនេះតែម្ដងដើម្បីស្រែកទ្រហោយំដើម្បីឲ្យក្រសួងក៏ដូចជាមន្ត្រីពាក់ព័ន្ធជួយរកយុត្តិធម៌ជូនប្អូនស្រីផងនេះគ្រាន់តែជាចាញ់បោកលបួងរបស់អតីតប្រជាអធិការដែលរត់បាត់ស្រមោលនេះដែលឈ្មោះអោកសារ៉េតនេះគឺជាคล้ายជាបុគ្គលបងប្អូនមិនមែនជាព្រះសង្ឃទៀតទេបើព្រះសង្ឃគឺល្អណាស់ពុទ្ធបរិស័ទគោរពប្រតិបត្តិពេលបុគ្គលគឺប្រព្រឹត្តអំពើអនាចារគ្រប់សពបែបយ៉ាង ដាក់និយាយនៅចិត្តហ្នឹងរឿងហ្នឹងពិតមែនឬក៏ចេះតែបណ្ឌិត បាទមកក្រោយកាមេរ៉ានេះបងប្អូនប្រិយមិត្តក្រោកមកអ៊ំស្រី មែនថាអេចង់សាច់ញាតិខាង ឥឡូវអ៊ំស្រីរឿងនេះខាងជនរងគ្រោះមូលបកាច់ឬក៏ពិត អត់មួបកាច់ទេយាយមែនសាជួយគ្រប់ត្រក្មេងហ្នឹង គ្រប់ត្រ លោកហ្នឹងណាលោកហ្នឹងមានអាយមានខោហុចកន្លែងណែស៊ីយកទៀតលោកហ្នឹងជ្រះយកទៀតមិនមែនត្រឹមតែអាយវានេះអាសក្រាចហ្នឹងព្រោះស៊ីយកយាយឲ្យយាយថាដេចគុណណាសក្រាចចាស់ហើយសក្រាចថ្មីហ្នឹងសហការគ្នាទៅហុចមិនអាចទេសក្រាចថ្មីឆ្លើយថាមិនអាចព្រោះយាយចង់ឲ្យសក្រាចទាំងពីរហ្នឹងស្រស់ស្រួលហើយឯកភាពគ្នារួបរวมទៅអត់ព្រមទេ បាទ ពេលដាក់បិណ្ឌឡើងវាខ្លាចបែកការហ្នឹងវាអត់ឲ្យយាយមកដេកអីវត្តទេវាខ្លាចដឹងរឿងខ្លាចបែកការ បាទ ដល់ពេលសឹកដល់ពេលរត់ទៅបាត់ហ្នឹងវាឲ្យនេនហ្នឹងចេញពីវត្តហ្នឹងឲ្យអស់ខ្លាចគេសួរទៅបែកការ បាទ លោកនឹងខ្លាចលោកនេនហ្នឹងនិយាយប្រាប់រាយការយ៉ាងណាយ៉ាងណាអញ្ចឹងឲ្យវាតេមកឲ្យសឹកឲ្យចេញពីវត្ត ឥឡូវតាំងពីរយៈពេលមួយខែ5ថ្ងៃនេះមកដែលប្រសង់ដែលគង់នៅក្នុងវត្តព្រែកដើមថ្នឹងនិមន្តចេញពីវត្តនឹងប្រមាណអង្គហើយ ចេញហ្នឹងតែមួយអង្គទេ ចេញមួយអង្គ ពីអង្គពីរអង្គសឹកពីរអង្គរត់ទៅស្រុកចាមួយអង្គ កណ្ដបាទ នឹងដៃស្ដាំ ហើយចុះប្រវត្តិសាវតារបស់លោកអង្គហ្នឹងមានប្រវត្តិយ៉ាងម៉េចដែរពីដើមមក នៅស្រុកទេសហ្នឹងបានទៅចេញទៅយូរហើយអត់ដឹងប្រវត្តិអីទេបានសក្រាចចាស់ហ្នឹងឃើញលោកស្លូតលោកក៏ទៅនាំយាយមកឡានទៅយកមក ទៅយកមកពីណាមកអ៊ំមកពីថៃតែម្ដង ចា បួសរៀននៅថៃបែរជាមកលោកសង្ឃឹមថាមកវត្តវិញជួយកសាងជួយអីអ៊ំណា ចាឲ្យបានគ្នា បាទ
កូនអ្នកស្រុកនឹងដែរ កូនអ្នកស្រុកហើយសក្តិមុនមិនបានព្រះអង្គចុះចេញពីតំណែងពីប្រជា លោក អធិ ថា ការ ឲ្យគេធ្វើទៅកុំឲ្យលោកធ្វើតែឯងហាត់លោកហាត់ផងលោកស្គម លោកស្គម ចង់បងរូបក៏គ្រាន់តែធ្វើចាក់សាបចាក់អុយហ្នឹងគ្មានពីណាជួយទេលោកអត់មានតែឲ្យអ្នកស្រុកអុយមកចាក់សាបមកជួយអូសខ្សាច់អូសសំងឲ្យអត់ទេលោកធ្វើតែលោកហ្មង បាទបាទ បច្ច័យ4ហៅតែទិញបរិយគ្មានផង បាទបាទ លោកធ្វើកសាងតែលោកហើយអ្នកណាដែលគេមិនត្រូវនឹងលោកមែនចង់ថាឲ្យលោកចាស់នឹងចាញ់យ៉ាងឲ្យលោកយកលោកថ្មីហ្នឹងមកនៅឲ្យបានជាគ្នាទៅអស់យោបល់តែណា បាទអ៊ំបាទអរគុណណាស់បងប្អូនប្រិយមិត្តនេះគឺសិតតែបងប្អូនប្រជាពលរដ្ឋនៅព្រែកដើមថ្នាំងនេះតែម្ដងបងប្អូនប្រិយមិត្តនេះគឺមិនមែនមកផ្ចាញ់ផ្ចាលដើម្បីឲ្យបុគ្គលសង្ឃដែលឈ្មោះអោកសារ៉េតឲ្យចេញពីវត្តណានេះគឺជារឿងពិតតែម្ដងបងប្អូនប្រិយមិត្តអត់មានប្រឌិតទេនេះសិតតែបងប្អូនប្រជាពលរដ្ឋដែលដឹងឮរឿងដែលចាប់ក្មេងស្រីរំលោភសែនសន្តិវៈតែម្ដងបងប្អូនប្រិយមិត្តហើយអ្នកមេងជាចុងក្រោយមានអីសំណូមពរទៅដល់មន្ត្រីពាក់ព័ន្ធក៏ដូចជាស្នងការក៏ដូចជាមន្ត្រីយុទ្ធធម៌អីជាដើម ខ្ញុំសុំឲ្យយុទ្ធធរឲ្យកូនខ្ញុំផងលោកមន្ត្រីទាំងស្រុកស្មៅហ៊ុនម៉ាណែតអីហ្នឹងសុំឲ្យកកូនចៅផងជំទាវហ៊ុនស៊ីណាតចាព្រោះកូនចៅអត់ដឹងអីទេ អត់ដឹងអីទេ ចា ហើយជាក្មេងជាអនិច្ចជនទៀត ចាជាក្មេងហើយអនិច្ចជនទៀត បាទបាទ ចាខ្ញុំសុំប៉ុណ្ណឹងសុំឲ្យជំទាវហ៊ុនស៊ីណាតជួយកូនខ្ញុំផងត្រូវដំណោះស្រាយឲ្យកូនខ្ញុំផង ហើយពិសេសនោះគឺជាមន្ត្រីពាក់ព័ន្ធក៏ដូចជាខាងស្នងការអីជាដើមគឺប្អូនស្រីនេះគឺជាអាយុជាត្រឹមតែ14ឆ្នាំទេ14ឆ្នាំអ្នកមីងណា ខ្វះ5ខែបាន14ឆ្នាំ បាទមិនទាន់ដល់14ស្រួល4ទៀត ចា ជាអនិច្ចជននៅឡើយហើយពេលថ្ងៃដាក់ពាក្យត្បូងហ្នឹងបុគ្គលដែលប្រព្រឹត្តអំពើអនាចារក៏ដូចជាចាប់ក្មេងស្រីក៏នៅក្នុងវត្តនេះដែរប៉ុន្តែបន្ទាប់ពីដាក់ពាក្យភ្លាមអតីតអោកសារ៉េតនេះនិមន្តចេញពីវត្តភ្លាមបងប្អូនប្រិយមិត្តអញ្ចឹងយើងគួរកត់សម្គាល់ក៏ដូចជាចំណាំមុខដែលបុគ្គលសង្ឃដែលមកគង់នៅវត្តព្រែកដើមថ្នាំងត្រឹមរយៈពេល1ឆ្នាំទេនោះខាងលើបាទហើយជនរងគ្រោះក៏ដូចជាឪពុកម្ដាយគឺចង់បានយុត្តិធម៌ជូនឲ្យកូនវិញដោយសារនៅក្នុងស្រុកក្នុងភូមិរាល់ថ្ងៃនេះគឺប្រជាពលរដ្ឋក៏ដូចជាសាច់ញាតិខាងបុគ្គលនេះគឺចំអកលក់លើយណាស់ចំអកលក់លើយយ៉ាងម៉េចខ្លះអ្នកមីង ថាឲ្យកូនខ្ញុំកូនខ្ញុំនៅប្រកេនឲ្យលោកបើចំណៃទៅដល់ហើយមិនលោកឆាន់លោកស៊ីអញ្ចឹងណាថាឲ្យខ្ញុំគ្រប់បែបយ៉ាងហ្មងណា បាទ ចា បាទបងប្អូននេះគឺជាសម្ដីអ្នកមីងម្ដាយជនរងគ្រោះដែលខាងសាច់ញាតិបុគ្គលអោកសារ៉េតឌឺដងផ្លែផ្កាមកដល់គ្រួសារជនរងគ្រោះថាមកដល់កន្លែងហើយមិនមិនស៊ីមិនមិនហូបមិនមិនឆាន់អញ្ចឹងទៅហើយបើយើងទៅគិតទៅតាមធម៌វិន័យទោះបីគេប្រគិនគេយ៉ាងណាក៏ដោយជាមួយនឹងមាតុក្រាមយើងមិនអាចប៉ះពាល់បានឡើយបងប្អូនប្រិយមិត្តហើយជាចុងក្រោយក្នុងនាមខ្ញុំជាសារព័ត៌មាន NSP News ក៏ដូចជាខាង Admin Von សូមខន្តីអភ័យអត់ទោសបើសិនមានការលើសលួសខ្វះខាតត្រង់ចំណុចណាមិនសមរម្យនោះសូមការខន្តីអភ័យអត់ទោសហើយអង្គភាពយើងទាំងពីរនឹងស្វាគមន៍ភាគីមកខាងទៀតចូលខ្លួនមកបកស្រាយ24ម៉ោងតែម្ដងបងប្អូនប្រិយមិត្តតាក់តងមកគេហាក់ទំព័រទាំងពីរបាទសូមអរគុណ គេខ្ញុំនិយាយថាឲ្យខាងស្នងការណាអ៊ីប្តឹងហ្នឹងបង្ហាញផុសតាងអីផ្សេងថាបញ្ជូនទៅដល់ណាហើយគេនឹងបង្ហាញជាក់ស្ដែងឬក៏គេគ្រាន់តែថាតែមាត់ទេ គាត់គ្រាន់តែប្រាប់ខ្ញុំថាគឺបញ្ជូនទៅដល់ព្រៃវែងហើយ ប៉ុន្តែយើងអត់មានដឹងថាដល់ណាដល់ណីពិតប្រាកដទេ ខ្ញុំអត់ដឹងទេព្រោះខ្ញុំមិនដឹងខ្ញុំអត់ចេះអក្សរណាមួយខ្ញុំទៅសួរគាត់ថាគេបញ្ជូនទៅហើយបញ្ជូនទៅដល់ព្រៃវែងហើយរួចទៅវាបាត់ទៅថ្ងៃហ្នឹងទៅមួយខែជាងហើយ ឥឡូវអញ្ចឹងយើងមានតែស្នើសុំទៅ
ខាងស្នងការ ចា បាទជួយពន្លឿនរឿងហ្នឹងតិចទៅបើសិនជាបានដាក់ទៅដល់ខេត្តហើយ ចាចា ជួយពន្លឿនរឿងហ្នឹង ឲ្យ ព្រោះ ពន្លឿ រឿង ន ហ្នឹង រឿង វាមិនដែលមួយខែជាងហើយអត់តន់ទៅដល់ ចា ទៅធំណាទំន័យទេ ចាវាខ្ញុំវាឆ្ងល់ខ្ញុំនៅអត់ចេះអសរ បាទ គ្រួសារខ្ញុំវាក្រីក្រហួយណាមួយខ្ញុំមិនដឹងរឿងថាច្បាប់ដូចគាត់អ្នកនេះទេ បើអត់ទៅទេវារបស់ដល់ហើយមួយខែជាង ចាហួយទៅដឹងយ៉ាងម៉េចខ្ញុំចង់សួរចង់ខ្ញុំប្រាប់យូរហើយខ្ញុំថាខ្ញុំពូអើយខ្ញុំទៅសួរគាត់ថាពូអើយមិនហើយរឿងក្តីកូនខ្ញុំគាត់ថាគេទៅហើយទៅដល់ព្រៃវែងហើយថាចេះ បាទ ព្រោះខ្ញុំចាំមើលតែរួចទៅខ្ញុំក៏ចាំមើលតែព្រោះគាត់ពួកគាត់ថាគង់តែគេធ្វើឲ្យទេ បាទ អញ្ចឹងហើយខ្ញុំសុំសម្ដេចម៉ែសម្ដេចហើយនឹងជំទាវហ៊ុនស៊ីណាតត្រូវជួយឲ្យខ្ញុំផងជួយកូនខ្ញុំផង ប៉ុន្តែក្នុងនាមខ្ញុំសារព័ត៌មានខ្ញុំបានតែត្រឹមជួយផ្សាយចងល់ក៏ដូចជាទុកលំបាករបស់ប្រជាពលរដ្ឋទៅទេខ្ញុំអត់អាចជួយឲ្យបានក្រៅជួយផ្សព្វផ្សាយតាមរយៈពាក្យសម្ដីរបស់ខាងជនរងគ្រោះទេណាបាទអញ្ចឹងបើខាងភាគីពាក់ព័ន្ធក៏ដូចជាខាងកន្លែងដែលដាក់ពាក្យបណ្ដឹងទៅបញ្ជូនដល់ណាដល់ណីបើសិនជាខាងនេះនិយាយខុសអាចចេញវីដេអូក៏អាចចេញហៅខ្ញុំទៅបកស្រាយខ្ញុំទៅដល់ទីកន្លែងទៀតបាទឥឡូវមានតែប៉ុណ្្នឹងឯងណា ចាចា បាទអត់មានអីបន្ថែមទេពូ សួរកូនណាក៏ អូនមានអីបន្ថែមណាខាងជនរងគ្រោះផ្ទាល់ ខ្ញុំចង់ឲ្យគេជួយខ្ញុំខ្ញុំចង់ឲ្យគេឌីខ្ញុំទេ ចង់ឲ្យជួយណាបងដោយសារឥឡូវវារឿងហ្នឹងវាបែកធ្លាយយើងខ្មាស់គេបាត់ទៅហើយពេញភូមិនេះបាទខ្មាស់គេពេញភូមិមិនលេងសើចទេបងប្អូនរឿងកិត្តិយសគ្មានពីណាគេគ្មានឪពុកម្ដាយណាយករឿងហ្នឹងមកលេងសើចបានទេអត់មានពីណាគេយករឿងកិត្តិយសកូនចៅខ្លួនឯងយកមកបកអាក្រាតលេងសើចវាអត់មានទេអញ្ចឹងរឿងនេះជាពាក្យសម្ដីចេញពីមាត់បងស្រីក៏ដូចជាសាច់ញាតិជនរងគ្រោះហើយនឹងអ៊ំអ៊ីយាយដែលគាត់ដឹងរឿងនៅក្នុងវត្តនេះផ្ទាល់បាទឥឡូវចុងក្រោយមានតែប៉ុណ្្នឹងទេហើយសំណើរបស់ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំក៏ដូចជាក្រសួងធម្មការចុះមកសួរគាត់ផ្ទាល់រកចំណាត់ការឲ្យគាត់ជាក់ស្ដែងថារឿងហ្នឹងវាទៅជាយ៉ាងណាវាមានដំណើរដើមតងយ៉ាងណាបន្ថែមទៀតកុំឲ្យថាខ្ញុំចេះតែនិយាយខ្លួនឯងណាបាទឥឡូវមានតែប៉ុណ្្នឹងឯងអ៊ំណាបាទជំរាបលាបងប្អូនទាំងអស់គ្នាបាទ បាយតាមផ្លូវយើងទៅវិញហ្នឹង